주무립소. Và 주무립소. 저는 이 자리에 설 그렇게 큰 자격은 없어요. ខ្ញុំអត់មានគុណសម្បត្តិអីធំដុំអាចនឹងចូលនៅចំពោះលោកគ្រូអ្នកគ្រូបានទេ 네, 여러분들과 똑같이 하나님을 믿고 또 하나님 의지한다고 살았지만은 저는 정말 하나님께 부끄러운 사람입니다. អញ្ចឹងថាខ្ញុំជឿព្រះអង្គហើយដោយលោកគ្រូអ្នកគ្រូដែរប៉ុន្តែបើមើលក្នុងជីវិតខ្ញុំគឺពិតជាមានសេចក្តីអាម៉ាស់ជាច្រើននៅចំពោះព្រះ 왜냐면은 하나님께서 저를 목회자로 삼으시려고 부르셨어요. ព្រោះអីព្រះអង្គបានត្រាស់ហៅខ្ញុំដើម្បីតាំងខ្ញុំឲ្យធ្វើជាគ្រូគង្វាល 그런데 저는 그 하나님 뜻에 잘 대답을 못하고 제 마음대로 세상적으로 교회는 다녔지만 세상 속에서 저는 살았어요. ប៉ុន្តែដោយសារខ្ញុំអត់យល់ច្បាស់ពីបហាតីរបស់ព្រះខ្ញុំទៅព្រះវិហារពិតមែនប៉ុន្តែជីវិតរបស់ខ្ញុំរស់នៅក្នុងលោកីគឺឈ្មោះទៅកាន់លោកីវិញ 교회는 다니고 있었고 또 기도는 했어요. ខ្ញុំទៅព្រះវិហារហើយខ្ញុំអធិដ្ឋានដែរ 그러나 하나님 뜻을 따르지는 않았어요. តែខ្ញុំអត់បានធ្វើតាមបហាតីរបស់ព្រះទេ 그것이 큰 하나님께 죄가 된다는 것을 저는 몰랐어요. តែពិតខ្ញុំអត់ដឹងទេថានឹងគឺជាអំពើបាបយ៉ាងធំនៅចំពោះព្រះ 교회를 다니고 또 성령을 받아서 제가 방언도 했었거든요. 그래서 방언으로 항상 기도는 했어요. ខ្ញុំទៅព្រះវិហារហើយខ្ញុំបានទទួលព្រះជាស្រានៃព្រះវិញ្ញាណបរិសុទ្ធខ្ញុំអធិដ្ឋានភាសាដទៃហើយខ្ញុំអធិដ្ឋានភាសាដទៃរហូត 여러분 방언 하실 줄 아는 분 있어요? លោកគ្រូអ្នកគ្រូមានលោកគ្រូអ្នកគ្រូដែលអធិដ្ឋានភាសាដទៃដែរមែនអត់ 네, 기도를 열심히 하면 하나님께서 방언을 선물로 주셔요. បើប្រឹងប្រែងក្នុងការអធិដ្ឋានព្រះអង្គប្រទានព្រះរាជអំណោយទានជាការអធិដ្ឋានភាសាដទៃ 예, 그렇게 신앙생활, 믿음 생활을 했지만 ចឹងខ្ញុំរស់នៅក្នុងសេចក្តីជំនឿហើយរស់នៅក្នុងការប្រព្រឹត្តតាមសេចក្តីជំនឿ 네, 저는 세상적으로 무엇을 얻어보려고 세상적으로 정말 이렇게 큰 부자가 되려고 노력을 했어요. ប៉ុន្តែខ្ញុំបានប្រឹងប្រែងដើម្បីឲ្យបានអ្វីដែលជារបស់លោកីខ្ញុំប្រឹងប្រែងដើម្បីឲ្យចង់ខ្លាយទៅជាអ្នកមានធំនៅក្នុងលោកី 하나님의 뜻을 따르지 않았죠. 하나님은 제가 종이 되기를 원했어요. ចឹងខ្ញុំអត់បានធ្វើតាមបហាតីព្រះទេព្រះអង្គចង់ឲ្យខ្ញុំធ្វើអ្នកបម្រើព្រះអង្គ 네, 그래서 눈에 보이는 것만을 쫓아서 제가 정말 막 큰 남편이랑 같이 사업도 하고 그랬어요. អញ្ចឹងហើយខ្ញុំដេញតាមតែរបស់ដែលមើលឃើញទេហើយខ្ញុំជាមួយនឹងគ្រួសាររបស់ខ្ញុំយើងបានធ្វើអាជីវកម្មធំជាមួយគ្នាដែរ 그런데 하나님은 그것을 원하지 않으셨어요. ប៉ុន្តែព្រះអត់សពបហាតីឲ្យខ្ញុំធ្វើការនឹងទេ 하나님은 저에게 복음을 전하기를 원하셨어요. ព្រះអង្គសពបហាតីឲ្យពួកខ្ញុំនឹងប្រកាសដំណឹងល្អ 그러니까 그 사업이 잘 될 리가 없었죠. ពេលអញ្ចឹងអាជីវកម្មអីផ្សេងវាអត់ល្អទេដំណើរការរបស់វា 그래서 사업이 망하게 됐어요. ពេលនឹងហើយអាជីវកម្មរបស់ខ្ញុំត្រូវដួលរលំ 그런데도 저는 깨닫지를 못하고 또 시작을 했어요. ប៉ុន្តែពេលនឹងខ្ញុំអត់ទាន់ដឹងខ្លួនទេខ្ញុំចាប់ផ្ដើមបើកអាជីវកម្មទៀត 또 망했어요. ហើយដួលទៀត 그리고 또 시작을 했어요. ហើយខ្ញុំចាប់ផ្ដើមទៀត 그래서 세 번째 망하게 됐을 때야 제가 머리를 탁 쳤어요. ចឹងតលតែអាជីវកម្មនឹងវារលំលើកទី3ពេលនឹងប៉ះទង្គិចដល់ក្បាលរបស់ខ្ញុំដែរ 제가 하나님의 뜻을 따르지 않았음을 크게 회개를 했어요. ពេលនឹងឯងខ្ញុំបានប្រែចិត្តយ៉ាងខ្លាំងពីការដែលខ្ញុំអត់បានធ្វើតាមព្រះហត្ថីរបស់ព្រះ 그때부터 저는 하나님께 매달려서 기도했어요. ចាប់ពីពេលនឹងឯងខ្ញុំស្វែងរកព្រះហើយខ្ញុំអធិដ្ឋាន 정말 울면서 기도했어요. ពេលនឹងខ្ញុំយំផងហើយខ្ញុំអធិដ្ឋានផង 왜냐면은 갖고 있던 재산이 전부 없어졌어요. ព្រោះទ្រព្យសម្បត្តិដែលខ្ញុំមានទាំងអស់បាត់អស់លីង 제가 생각하기에는 조그마한 집 하나 이렇게 조그맣게 이렇게 박스처럼 만든 집 하나만 있었으면 하는 그러한 바람이 있었어요.
ពេលនឹងអស់ទ្រព្យសម្បត្តិអលីងហើយសង្ឃឹមថាបើខ្ញុំមានផ្ទះតូចមួយដូចអាផ្ទះប្រអប់ដូចកុងតឺន័រតូចមួយតែប៉ុណ្្នឹងបានហើយ 네, 잘 수만 있었으면, 자는 곳만 있었으면, 제가 하나님께 더 앞으로 하나님을 향해 나갈 수 있을 거라고 저는 하나님께 고백하면서, 회개하면서 눈물로 기도했어요. ពេលនឹងខ្ញុំប្រែចិត្តផងខ្ញុំសារភាពចំពោះព្រះអង្គខ្ញុំយំខ្ញុំអធិដ្ឋានទៅកាន់ព្រះអង្គថាព្រះអង្គអើយមានកន្លែងផ្ទះតូចមួយគ្រាន់តែកន្លែងកូនអាចគេងបានហើយកូននឹងប្រឹងប្រែងនៅជាប់ជាមួយនឹងព្រះអង្គបន្តទៀត 제가 그렇게 정말 세상 것을 향해서 손에 잡으려고 부자가 되려고 그렇게 노력했던 모든 것을 다 내려놨어요. ពេលនឹងអ្វីដែលខ្ញុំធ្លាប់ចង់ខ្លាយជាអ្នកមាននៅក្នុងលោកីអ្វីដែលខ្ញុំខំដេញតាមលុយកាក់ទ្រព្យសម្បត្តិទាំងអស់ហ្នឹងខ្ញុំទម្លាក់ការនឹងចោលទាំងអស់ 나는 이제 가진 것도 아무것도 없고 오직 잠잘 곳만 있어도 감사한 사람이 되었어요. ដល់ពេលហ្នឹងខ្លាយទៅជាជីវិតមួយដែលយើងបាត់អីអស់ហើយថាអត់មានអីក៏បានដែរព្រះអង្គឲ្យមានតែកន្លែងអាចគេងបានតែប៉ុណ្្នឹងគឺគ្រប់គ្រាន់ហើយ 그렇게 마음 먹고 남편과 둘이서 저녁마다 울면서 예배드리고 기도했어요. ពេលនេះឯងខ្ញុំជាមួយនឹងស្វាមីរបស់ខ្ញុំយើងបានបដិញ្ញាចិត្តជាមួយគ្នាសារជាថ្មីហើយរៀងរាល់ពេលល្ងាចយើងតែងតែយំហើយអធិដ្ឋានជាមួយគ្នា 그래서 그렇게 하나님께 무릎 꿇고 기도했더니 하나님께서는 놀라우신 방법으로 우리를 채워주셨어요. ចឹងពេលដែលលូតជង្គង់អធិដ្ឋានទៅរកព្រះអង្គបានបំពេញដល់គ្រួសារយើងខ្ញុំដោយការដ៏អស្ចារ្យមែនទែន 그래서 하나님께서는 놀라우신 방법으로 잠잘 곳이 문제가 아니라 커다란 땅을 우리에게 주셨어요. អញ្ចឹងព្រះគុណដ៏អស្ចារ្យរបស់ព្រះអង្គមិនមែនឲ្យកន្លែងដេកតូចមួយទេព្រះអង្គឲ្យដីនឹងធំមួយមក 그래서 그곳에서 집도 짓고 또 믿음 생활하고 또 하나님이 원하셨던 제가 주의 종이 되기를 하나님께서 바라셨던 그 길을 향해서 저는 갔어요. ហើយពេលបងឲ្យដីធំហើយសាងសង់ផ្ទះនៅលើដីហ្នឹងខ្ញុំរស់ក្នុងសេចក្តីជំនឿហើយរស់នៅតាមបំណងមហាតីព្រះអង្គដែលព្រះអង្គចង់ប្រើខ្ញុំនឹង 그래서 그때부터 신학 공부도 하고 또 은혜가 있는 자리면 무조건 찾아가서 은혜 받기를 원하고 기도하고 하나님께 오직 매달렸어요. ហើយពេលហ្នឹងឯងខ្ញុំក៏បានទៅរៀននៅសាលាព្រះគម្ពីរកន្លែងណាក៏ដោយឲ្យតែឮថាកន្លែងហ្នឹងមានព្រះគុណព្រះខ្ញុំទៅរកកន្លែងហ្នឹងខ្ញុំទៅស្វែងរកព្រះគុណព្រះអង្គនៅទីគ្រប់ទីកន្លែងទាំងអស់ 여러분 제가 세상 것을 향해 나갈 때는 얻을 수가 없었어요. ពេលដែលខ្ញុំឈ្មោះទៅកាន់លោកីខ្ញុំបាត់អស់ 그러나 그 모든 것을 포기하고 오직 하나님 앞에 나갔을 때 성령님을 만날 수가 있어요. ប៉ុន្តែពេលដែលខ្ញុំទម្លាក់ចោលទាំងអស់ហើយខ្ញុំទៅរកព្រះអង្គខ្ញុំជួបជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធ 그래서 그렇게 하다 보니까 목사도 됐고 또 많은 사람들한테 설교도 할 수 있을 정도로 그렇게 하나님의 일을 하게 됐어요. ដល់ពេលអញ្ចឹងទៅព្រះអង្គឲ្យខ្ញុំខ្លាចជាអ្នកបម្រើព្រះអង្គខ្លាចជាគ្រូគង្វាលខ្ញុំអាចអធិប្បាយនៅចំពោះមុខមនុស្សជាច្រើនបាន 이 모든 것이 제가 한 일입니까? តែគ្រប់ការទាំងអស់នេះជាការដែលខ្ញុំធ្វើខ្លួនឯងឬអី 하나님께서 높여 주셨기 때문에 한 일입니다. ការនេះគឺព្រះទ្រង់ជាអ្នកលើកខ្ញុំឡើងឲ្យធ្វើការ 제가 한 것은 아무것도 없어요. អត់មានអីដែលខ្ញុំអាចធ្វើបាននោះទេ 저는 다만 기도하고 하나님께 나아갔을 뿐이에요. ខ្ញុំគ្រាន់តែអធិដ្ឋានហើយចូលទៅរកព្រះតែប៉ុណ្ណោះ 그랬더니 하나님께서는 성령을 부어 주시는데 ហើយព្រះអង្គបានចាក់ព្រះវិញ្ញាណបរិសុទ្ធមកលើខ្ញុំ 성령의 기름 부음의 능력과 ចឹងអំណាចចេស្តានៃការចាក់ប្រេងតាំងដោយព្រះវិញ្ញាណបរិសុទ្ធ 성령의 큰 불로 ហើយ 저에게 주셨어요. ភ្លើងនៃព្រះវិញ្ញាណបរិសុទ្ធយ៉ាងធំណែព្រះអង្គបានប្រទានមកដល់ខ្ញុំ 어느 날 기도 중에 성령의 큰 불을 받게 되었어요. ថ្ងៃមួយពេលដែលខ្ញុំកំពុងតែអធិដ្ឋានហើយខ្ញុំបានទទួលភ្លើងនៃព្រះវិញ្ញាណបរិសុទ្ធ 몸이 뜨거워지는 것이에요, 막. ពេលហ្នឹងក្នុងខ្លួនប្រាណគឺវាក្តៅ 막 더워서 견딜 수가 없었어요. ពេលក្តៅពេកទៅទ្រាំអត់បានទេ 왜냐면 그 불이 너무 뜨거웠기 때문에 가슴이 뜨겁고 손이 뜨겁고 ចឹងដោយសារតែភ្លើងនឹងក្តៅមានន័យថាដៃក៏ក្តៅហើយនៅក្នុងទ្រូងក៏ក្តៅ
저는 원래 배가 찼던 사람이고 손이 찼던 사람이고 발이 찼던 사람이에요. ចឹងតាមពិតខ្ញុំពីដើមខ្ញុំតិចពោះក៏តិចដៃក៏តិចជើងក៏តិច 네, 그런데 지금은 그 뜨거움으로 정말 성령님을 체험할 수가 있게 되었어요. ប៉ុន្តែឥឡូវនេះខ្ញុំពិតជាមានបទពិសោធន៍ជួបជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធនៅភាពកក់ក្ដៅទាំងអស់ហ្នឹង 그래서 여기 멀리 떨어진 이곳 시소fon까지 오게 되어서 여러분을 만나게 되었습니다. ចឹងដោយសារតែការនឹងឯងទៅខ្ញុំបានមកពីឆ្ងាយហើយជួបលោកគ្រូអ្នកគ្រូនៅស៊ីសផុននេះ 저는요 아무것도 아닌 자였어요. ចឹងខ្ញុំមិនមែនជាអ្នកដែលមានអីទាំងអស់នោះទេ 아무것도 아니지만 베드로처럼 성령님을 부인하고 하나님을 부인하고 또 예수님을 부인했던 그런 베드로와 같은 자였어요. ចឹងខ្ញុំដូចជាពេត្រុសពីដើមដែលគាត់ជាអ្នកបដិសេធព្រះគាត់ជាអ្នកដែលបដិសេធព្រះវិញ្ញាណបរិសុទ្ធទាំងអស់ហ្នឹងឯង 그러나 그 길을 돌이켜서 이렇게 성령의 감동으로 성령의 불을 받고 보니까 ប៉ុន្តែដោយសារតែខ្ញុំបានភ្លើងនៃព្រះវិញ្ញាណបរិសុទ្ធ 귀신을 쫓아내며 ខ្ញុំដេញអរិយ 또 병든 자를 고치는 그러한 능력을 하나님께서 이 손에 부어주셨어요. ហើយព្រះអង្គបានប្រទានឲ្យដៃខ្ញុំមានព្រះចេស្តាដែលអាចប្រោះជំងឺឲ្យបានជា 그래서 믿는 자들에게는 이런 표적이 따르리니 그 손으로 귀신을 쫓아내며 또 병든 자를 고친다고 예수께서 말씀하신 것이 내게도 이루어졌어요. អញ្ចឹងហើយការដែលព្រះយេស៊ូវមានបន្ទូលថាការទាំងអស់នេះនឹងកើតមានដល់អស់អ្នកដែលជឿគឺគេនឹងដេញអរិយហើយគេនឹងប្រោះជំងឺដែលនៅពេលនាមខ្ញុំអញ្ចឹងការនឹងបានសម្រេចនៅក្នុងជីវិតរបស់ខ្ញុំដែរ 그런데 이것이 저만 이루어졌을까요? តែការនឹងបានសម្រេចតែខ្ញុំទេឬអី 여러분에게도 동일하게 하나님께서는 주신다는 거예요. ព្រះអង្គទ្រង់ប្រទានដល់លោកគ្រូអ្នកគ្រូដូចគ្នាដែរ 여러분도 회개하고 기도하면 누구든지 믿는 자들에게는 이런 표적이 나타날 것이라고 អញ្ចឹ 말씀했어요. ងព្រះអង្គមានបន្ទូលប្រាប់ឲ្យបើលោកគ្រូអ្នកគ្រូប្រែចិត្តហើយអធិដ្ឋានអញ្ចឹងទីសម្គាល់ទាំងអស់នេះនឹងមានដល់អស់អ្នកណាដែលជឿ 그래서 구하라, 찾으라, 두드리라 성경에서는 말씀했습니다. ហើយព្រះគម្ពីរបានប្រាប់យើងដែរថាចូលគោះហើយចូលរោគបាទ 구하는 자에게 구할 것이요, 또 찾으면 찾을 것이요, 두드리면 열릴 것이다. ចឹងព្រះអង្គប្រាប់ថាម៉េចអ្នកណាដែលសូមនោះនឹងបានអ្នកណាដែលរោគនោះនឹងឃើញហើយអ្នកណាដែលគោះព្រះអង្គនឹងបើកឲ្យ 구하고 찾고 두드리는 자에게 ចឹងអស់អ្នកណាដែលសូមអស់អ្នកណាដែលរោគហើយអស់អ្នកណាដែលគោះ 하나님의 선물인 좋은 것, 성령의 은사를 부어주시겠다고 하나님께서 ហើយ 말씀하셨어요. ព្រះអង្គប្រាប់ថាព្រះអង្គនឹងប្រទានព្រះវិញ្ញាណដែលជាអំណោយទានដ៏ពិសេសដល់អស់អ្នកដែលស្វែងរកហ្នឹងឯង 그것은 성경에 나와 있는 말씀이에요. 여러분은 믿으시면 아멘 하시기 អញ្ចឹង 바랍니다. នឹងគឺជាព្រះគម្ពីរដែលបានចែងបើលោកគ្រូអ្នកគ្រូជឿសូមឆ្លើយថាអាមែនទាំងអស់គ្នា 네, 여러분은 복 받으실 준비가 된 분입니다. 왜냐하면 고린도후서 1장 20절 말씀에 아멘으로 하나님께 영광 돌린다 그랬어요. 여러분은요 복 받으실 준비가 다 되신 분들이에요. លោកគ្រូអ្នកគ្រូគឺសុទ្ធតែជាអ្នកដែលបានត្រៀមខ្លួនរួចជាស្រេចដើម្បីនឹងទទួលព្រះគុណរបស់ព្រះហើយព្រោះឯនៅក្នុងព្រះគម្ពីរប្រាប់ថាការដែលយើងទទួលដោយអាមែនគឺជាការដែលថ្វាយសិរីល្អដល់ព្រះ 그래서 여러분들도 회개하고 하나님께 나가서 더 부르짖고 기도하시기 바랍니다. សូមលោកគ្រូអ្នកគ្រូយើងប្រែចិត្តហើយប្រឹងប្រែងក្នុងការដែលចូលអធិដ្ឋានស្រែកអំពាវនាវរកព្រះអង្គម្ចាស់បន្តទៀត 하나님은 2000년 전에 성경책에만 있는 하나님이 아니십니다. 2000년 전 성경책에만 있는 하나님이 아니에요. ចឹងព្រះអង្គម្ចាស់មិនមែនជាព្រះដែលមានតែក្នុងព្រះគម្ពីរកាលពី2000ឆ្នាំជាងមុននោះទេ 지금도 살아계셔서 역사하시는 그 하나님의 성령의 역사를 믿으시기 바랍니다. ចឹងព្រះអង្គសពថ្ងៃនេះព្រះអង្គនៅតែមានបជនគង់នៅហើយព្រះអង្គទ្រង់នៅតែធ្វើការសូមឲ្យយើងជឿថាព្រះវិញ្ញាណបរិសុទ្ធព្រះអង្គទ្រង់ធ្វើការនៅក្នុងពេលសពថ្ងៃនេះ
그래서 여러분들도 귀신을 쫓고 병 고치고 그러한 하나님의 놀라신 일들이 모두 다 일어나시기를 예수님의 이름으로 축복합니다. សូមជូនពរដែលនៅព្រះនាមព្រះយេស៊ូវគ្រីស្ទសូមឲ្យគ្រប់ទីសម្គាល់ហើយនឹងការអស្ចារ្យគឺបានកើតឡើងនៅក្នុងលោកគ្រូអ្នកគ្រូទាំងអស់គ្នា 하나님께 영광 올려드립니다. បាទសូមថ្វាយស្រីល្អដល់ព្រះ